ខ្ញុំបានប្រព្រឹត្តកំហុសដ៏ធំមួយនៅក្នុងការរស់ស៊ីអចលនទ្រព្យដែលបងប្អូនគ្រប់គ្នាកុំយកគំរូតាមឲ្យសោះបាទបងប្អូនដឹងស្រាប់ហើយខ្ញុំគឺបានចាប់ផ្ដើមអចលនទ្រព្យការទាំងការសិក្សាពីទ្រឹស្ដីទាំងការអនុវត្តផ្ទាល់ទាំងការធ្វើអ្វីផ្សេងសពគ្រប់បែបយ៉ាងតាំងពីឆ្នាំ2016រហូតមកដល់បច្ចុប្បន្នបាទឆ្នាំ2016ទៅឆ្នាំ2017 17 2018 2019បាទគឺខ្ញុំបានធ្វើវិស័យចលនាទ្រព្យទាំងអស់បូករួមជាមួយសម្បីតការសិក្សារៀនសូត្រពីចំណេះដឹងរ៉ាញ់ធុក៏ related ក៏តាក់ទងទៅនឹងអចលនទ្រព្យដែរនៅឆ្នាំ2019ក្រោយពេលដែលខ្ញុំបានសិក្សារៀនសូត្រធ្វើផ្ទាល់ជាមួយលោកគ្រូរបស់ខ្ញុំទទួលបានបទពិសោធន៍ទទួលបានលទ្ធផលអញ្ចឹងទៅក្រោយមកខ្ញុំក៏បានសម្រេចចិត្តចេញធ្វើខ្លួនឯងនៅឆ្នាំនោះផ្ទាល់ខ្ញុំក៏បានបង្កើតកំហុសមួយដែលជាកំហុសមិនគួរនឹងយកគំរូតាមទេបើសិនជាបងប្អូនចង់ទទួលបានលទ្ធផលជោគជ័យនៅក្នុងការធ្វើគម្រោងអចលនទ្រព្យកំហុសមួយនឹងគឺខ្ញុំចងចាំទុករហូតបាទហើយក៏ធ្វើឲ្យខ្ញុំឈឺចិត្តខ្លាំងដែរបាទហើយពេលហ្នឹងក៏ខ្ញុំទទួលបានការស្ដីបន្ទោសជាច្រើនផងដែរសម្រាប់រឿងដែលបានកើតឡើងមិត្តភ័ក្តិលេងទុកចិត្តគ្នាបាទលេងរាប់រោគ្នាឆ្លោះគ្នាអញ្ចឹងទៅហើយគ្រូយើងក៏គាត់មិនសប្បាយចិត្តបាទឯងផ្សេងអញ្ចឹងទៅកំហុសនឹងគឺផ្ដើមពីការដែលយើងគិតថាយើងអត់ចង់សួរយោបល់គ្រូយើងទេយើងចង់ surprise គាត់យើងបានសិក្សាប៉ុណ្ណឹងដែរហើយយើងបានរៀនសូត្រប៉ុណ្ណឹងដែរយើងចង់ធ្វើអ្វីដើម្បីឲ្យមានលទ្ធផលហើយបង្ហាញគ្រូរបស់យើងថា yes នេះលោកគ្រូខ្ញុំអាចធ្វើវាបានអស្ចារ្យក្នុងនាមជាគ្រូម្នាក់នៅក្នុងកិច្ចការនិងការគិតទាំងអស់ហ្នឹងមានអ្វីមួយដែលយើងអត់គួរធ្វើហ្នឹងគឺខ្ញុំចាប់ផ្ដើមរកស៊ីអចលនទ្រព្យបង្កើតគម្រោងដោយរួមគ្នា4 5 6នាក់អញ្ចឹងទៅប៉ុន្តែខ្ញុំអត់បានធ្វើ MOU ជុំគ្នាមុនទេពេលដែលយើងទៅធ្វើគឺធ្វើនៅពេលដែលយើងបានទៅទិញអចលនទ្រព្យលើកទី1លើកទី2លើកទី3ហើយបានយើងទៅធ្វើ MOU អញ្ចឹងនៅពេលធ្វើ MOU ពេលហ្នឹងគឺចំពេលដែលការសម្រេចចិត្តគឺវាលែងស៊ីគ្នាជាមួយនឹងគម្រោងរបស់យើងហើយអញ្ចឹងវាអត់ត្រូវទេអត់ត្រឹមត្រូវនៅពេលដែលយើងធ្វើនៅពេលហ្នឹងទេអញ្ចឹងធ្វើឲ្យគម្រោងរបស់យើងកិច្ចការងាររបស់យើងដែលយើងធ្វើអត់ទទួលបានលទ្ធផលភាពជោគជ័យទេហើយស្ទើរតែមានបញ្ហាផ្លូវច្បាប់អីផ្សេងជាច្រើនហើយបង្កទៅជាការមិនទុកចិត្តបង្កទៅជាការថ្នាក់ថ្នាំងចិត្តជាមួយដៃគូរ៉ូស៊ីជុំគ្នាថែមទៀតអញ្ចឹងបើទោះបីជាពេលហ្នឹងគឺសម្រាប់ខ្ញុំគឺខ្ញុំចាប់ផ្ដើមអាជីវកម្មការរស់ស៊ីគម្រោងមួយហ្នឹងគឺផ្ដើមចេញពីខ្ញុំអត់មានលុយទេហើយខ្ញុំធ្វើគម្រោងផែនការទាំងអស់ហ្នឹងគឺខ្ញុំយកផែនការទៅ present ប្រាប់មិត្តភ័ក្តិហើយមិត្តភ័ក្តិគាត់ចាប់អារម្មណ៍គាត់ចូលទុនជាមួយគ្នាដើម្បីរស់ស៊ីជុំគ្នាហើយនឹងមានដៃគូផ្សេងទៀតចឹងទៅប៉ុន្តែដោយសារមូលហេតុធំមួយនោះគឺយើងអត់បានធ្វើកិច្ចព្រមព្រៀងមុនកិច្ចព្រមព្រៀងរស់ស៊ីចូលគ្នាណាចំណេញមិនចូលរួមដើមទុនមិនទំនួលខុសត្រូវអ្វីខ្លះរយៈពេលយូរប៉ុណ្ណាផ្លូវច្បាប់យ៉ាងម៉េចខ្លះយើងអត់បានធ្វើមុនទេយើងចេះតែចាប់ផ្ដើមទៅដល់ពេលមួយយើងត្រូវធ្វើយើងមានលក្ខខណ្ឌនេះលក្ខខណ្ឌនោះអត់អាចធ្វើបានអញ្ចឹងជាបញ្ហាយើងបានរលុយលើកទី1កក់លើកទី1លើកទី2រួចរាល់ហើយដល់ពេលបន្តទៀតគឺយើងមានបញ្ហាដោយសារតែទី1គឺលុយរបស់យើងរេះទុនពីគេយើងអត់បានមកភ្លាមទេអញ្ចឹងធ្វើឲ្យការធ្វើកិច្ចសន្យារស់ស៊ីគ្នានឹងគឺត្រូវបានអាក់ខានអត់អាចធ្វើបានអញ្ចឹងនេះគឺជាកំហុសមួយដែលបងប្អូនចង់ទទួលបានភាពជោគជ័យក្នុងគម្រោងគួរតែកុំធ្វើអញ្ចឹងបាទធ្វើគម្រោងចូលគ្នាទី1រោដៃគូណាដែលស៊ីជាមួយគ្នាដែលគាត់ស្រឡាញ់វិស័យដូចគ្នាហើយទទួលបានការបណ្ដុះបណ្ដាលដូចគ្នាទៅបាទហើយយល់ថាខាតមិនចំណេញមិនជួយគ្នាមិនទទួលខុសត្រូវមិនកុងត្រាជាមួយគ្នាមុនឲ្យហើយកុំឲ្យដល់តាក់កដាលទីយើងកុងត្រារស់ស៊ីចូលគ្នាអញ្ចឹងគឺអត់ត្រូវតាមនេះទេអញ្ចឹងការងារគឺវា fail តាំងពេលហ្នឹងហើយអញ្ចឹងនេះគឺជាសារមួយដែលខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនអរគ្នាហើយក៏មិនមែនកើតឡើងជាទ្រឹស្ដីទេវាកើតឡើងចំពោះខ្ញុំផ្ទាល់ហើយនៅតែលើកទឹកចិត្តឲ្យបងប្អូន
អភិវឌ្ឍខ្លួនអភិវឌ្ឍទំនាក់ទំនងអភិវឌ្ឍផ្លាស់ប្ដូរផ្នត់គំនិតអភិវឌ្ឍទំនាក់ទំនងហើយរាប់អានមនុស្សដោយដែលមានគុណភាពទៅហើយបន្តព្រោះការរស់ស៊ីរបស់យើងទោះបីយើងអត់មានលុយក៏យើងអាចនៅចាប់ផ្ដើមបានដែរឲ្យតែយើងមានគំនិតល្អយើងមានផែនការច្បាស់លាស់យើងជាអ្នកធ្វើផ្ទាល់យើងលះបង់ដាក់ចិត្តធ្វើយើងនៅតែអាចរះទុនបានមកធ្វើបង្កើតអាជីវកម្មបានបាទអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យតែបងប្អូនមានគំនិតច្បាស់លាស់ព្រោះខ្ញុំអ្នកធ្វើខ្លួនឯងហើយខ្ញុំចាប់ផ្ដើមហើយខ្ញុំជួបគេ3 4នាក់4 5 6នាក់ហើយមានម្នាក់ព្រមដាក់លុយបាទហើយជួប4 5នាក់ម្នាក់ទៀតក៏ព្រមដាក់លុយក្នុងការធ្វើសំខាន់ឲ្យតែយើងមានផែនការច្បាស់លាស់ចំណេញប្រមាណភាគរយមួយឆ្នាំទទួលខុសត្រូវអ្វីគេខ្លះបានភាគហ៊ុនមិនធ្វើផែនការច្បាស់បងប្អូននឹងអាចរកទុនមកចាប់ផ្ដើមអាជីវកម្មបានហើយឲ្យតែបងប្អូនយកអាគំនិតចេញពីគូក្បាលរបស់យើងមកទៅសេជាផែនការអញ្ចឹងខ្ញុំចង់ចែកលេខជូនបងប្អូនប៉ុណ្ណេះហើយបើសិនជាបងប្អូនចាប់អារម្មណ៍កុំភ្លេច share ហើយ comment ខាងក្រោមបើសិនជាមានជាយោបល់អ្វីផ្សេងអរគុណច្រើន